Calcium ត្រូវបានមនុស្សជាច្រើនទូទៅបានស្គាល់និងនិយាយអំពីវាប៉ុន្តែពួកគេភាគច្រើននៅតែមិនទាន់ដឹងនៅឡើយថាវាផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពទូទៅកាល់ស្យូមគឺជាសារធាតុរ៉ែមួយដ៏សំខាន់សម្រាប់ដំណើរការនៃរាងកាយមុខងារសំខាន់ចាំបាច់មួយរបស់វាគឺជួយរក្សារចនាសម្ព័ន្ធឆ្អឹងវាក៏ជួយក្នុងដំណើរការបេះដូងសរសៃប្រសាទនិងប្រព័ន្ធកំណកឈាមផងដែរនៅពេលដែលអ្នកមិនទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់អ្នកនឹងបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺពុកឆ្អឹងជំងឺខ្វះជាតិកាល់ស្យូមឡាក់កុមារដែលមិនបានទទួលជាតិកាល់ស្យូមគ្រប់គ្រាន់អាចនឹងមិនសូវលូតកម្ពស់ពេញលេញដូចមនុស្សធម្មតានោះទេមូលហេតុដែលបណ្ដាលឲ្យកើតជំងឺកង្វះជាតិកាល់ស្យូមមនុស្សភាគច្រើនមានហានិភ័យខ្ពស់ចំពោះកង្វះជាតិកាល់ស្យូមពេលពួកគេចាស់កង្វះនេះអាចបណ្ដាលមកពីកត្តាជាច្រើនរួមមានដូចជាការទទួលទានជាតិកាល់ស្យូមតិចក្នុងរយៈពេលយូរជាពិសេសក្នុងវ័យកុមារការប្រើប្រាស់ថ្នាំដែលអាចកាត់បន្ថយការស្រូបយកជាតិកាល់ស្យូមការផ្លាស់ប្ដូរអរម៉ូនជាពិសេសចំពោះស្ត្រីកត្តាហ្សែនតើរោគសញ្ញានៃជំងឺកង្វះជាតិកាល់ស្យូមមានអ្វីខ្លះកង្វះជាតិកាល់ស្យូមនៅដំណាក់កាលដំបូងអាចមិនបង្កជារោគសញ្ញាណាមួយឡើយទោះជាយ៉ាងណាក៏ដោយរោគសញ្ញានឹងវិវត្តនៅពេលដែលស្ថានភាពធ្ងន់ធ្ងររោគសញ្ញាធ្ងន់ធ្ងររួមមានទី1ច្របូកច្បល់ឬក៏បាត់បង់ការចងចាំកន្ត្រាក់សាច់ដុំស្ពឹកដៃស្ពឹកជើងឬមុខជំងឺធ្លាក់ទឹកចិត្តភាពភ័យរន្ធត់រមួលសាច់ដុំក្រចកខ្សោយនិងផុយងាយបាក់ឆ្អឹងឡាក់មិនតែប៉ុណ្ណោះកង្វះជាតិកាល់ស្យូមអាចប៉ះពាល់ដល់ផ្នែកទាំងអស់នៃរាងកាយដែលបណ្ដាលឲ្យកញ្ចក់ខ្សោយលូតលាស់យឺតយ៉ាវនិងងាយផុយស្រួយស្បែកស្ដើងកាល់ស្យូមក៏មានតួនាទីសំខាន់ក្នុងការបញ្ចេញសារជាតិបញ្ជូនសរសៃប្រសាទនិងការកន្ត្រាក់សាច់ដុំដូច្នេះកង្វះជាតិកាល់ស្យូមក៏អាចបណ្ដាលឲ្យប្រកាច់ដែរក្នុងករណីខ្លះប្រសិនបើអ្នកចាប់ផ្ដើមមានរោគសញ្ញាប្រព័ន្ធប្រសាទដូចជាការបាត់បង់ការចងចាំស្ពឹកសពុនស្វាងភ្នែកឬក៏ប្រកាច់សូមធ្វើការណាត់ជួបជាមួយលោកគ្រូពេទ្យហើយឆាប់តាមដែលអាចធ្វើទៅបានគន្លឹះគ្រប់គ្រងជាតិកាល់ស្យូមនៅក្នុងរាងកាយនៅពេលគិតអំពីអាហារបំប៉នជាតិកាល់ស្យូមមនុស្សជាច្រើនតែងតែគិតអំពីទឹកដោះគោទោះជាយ៉ាងណាក៏ដោយតាមពិតទៅបន្លែមួយចំនួនក៏មានកម្រិតជាតិកាល់ស្យូមខ្ពស់ជាងទឹកដោះគោបានដែរដូចជាខាត់ណាស្ពៃតឿស្ពៃខ្មៅផ្កាខាត់ណាខៀវផ្ទីស្លឹកគូឆាយសូមអរគុណសូមជម្រាបលា